នៅក្នុងខេត្តតាកែវមានផ្សារចាស់មួយដែលត្រូវបានចោលអស់ជាច្រើនឆ្នាំគេហៅថាផ្សារខ្មោចខ្ទុះផ្សារនោះសង់តាំងពីសម័យអាណានិគមបារាំងប៉ុន្តែកាលពីសម័យខ្មែរក្រហមវាត្រូវបានប្រើជាកន្លែងសម្លាប់មនុស្សមានរឿងរ៉ាវថាមានស្ត្រីម្នាក់ឈ្មោះសុធាជាអ្នកលក់ដូរនៅផ្សារត្រូវបានចោទប្រកាន់ថាជាខ្មាំងហើយត្រូវបានកាត់មុខដោយកាំបិតមុននឹងសម្លាប់មុនស្លាប់នាងបានបណ្ដាសាថាអ្នកណាដែលចូលមកផ្សារនេះនៅពេលយប់នឹងឃើញមុខនាងខ្ទស់នឹងត្រូវរងទុក្ខដូចនាងក្រុមមិត្តភក្តិ5នាក់ដែលជាក្រុមថតវីដេអូខ្មោចនៅ TikTok សម្រេចចិត្តមកថតវីដេអូនៅផ្សារនោះមួយយប់ដើម្បីបង្កើតខ្លឹមសារគួរឲ្យខ្លាចនិងទាក់ទាញអ្នកតាមដានពួកគេមិនជឿរឿងខ្មោចទេគិតថាគ្រាន់តែជារឿងបំប៉ោងតួអង្គមានសុធាបុរសវ័យ26ឆ្នាំជាអ្នកដឹកនាំក្រុមក្លាហាននិងថតវីដេអូចម្បងស្រីនាងស្រីវ័យ25ឆ្នាំមិត្តស្រីរបស់សុធាខ្លាចខ្មោចបន្តិចប៉ុន្តែមកដើម្បីសប្បាយបូរីបុរសវ័យ26ឆ្នាំមិត្តភក្តិជិតស្និទ្ធចូលចិត្តលេងសើចនិងបង្អាក់គេមីណាស្រីវ័យ24ឆ្នាំជាអ្នកស្រាវជ្រាវរឿងខ្មោចជឿបន្តិចនិងប្រមានក្រុមវណ្ណៈបុរសវ័យ27ឆ្នាំជាអ្នកបច្ចេកទេសយកកាមេរ៉ានិងឧបករណ៍ចាប់សំឡេងពួកគេមកដល់ផ្សារនៅពេលល្ងាចផ្សារស្ងាត់ស្ងៀមតូបលក់ដូររលួយជញ្ជាំងប្រេះស្រាំនិងមានក្លិនស្អុយចម្លែកពួកគេដំឡើងកាមេរ៉ានៅតូបកណ្ដាលផ្សារសុធាមើលផ្សារនេះងងឹតណាស់វីដេអូយើងនឹងមានអ្នកមើលរាប់ម៉ឺនហ្មងមីណាឯងស្រាវជ្រាវបានអីខ្លះពីផ្សារនេះមីណាខ្ញុំរកឃើញថាកាលពីសម័យប៉ុលពតមានស្ត្រីម្នាក់ឈ្មោះសុធាជាអ្នកលក់ដូរត្រូវបានកាត់មុខដោយកាំបិតមុនសម្លាប់នាបណ្ដាសាថាអ្នកណាចូលផ្សារនេះនៅពេលយប់នឹងឃើញមុខនាងខ្ទស់និងមានស្នាមកោសនៅមុខសុធាឈ្មោះឯងសុធាចិត្តឈ្មោះនាងណាបូរីសើចធំ សុធាបើខ្មោចហៅវាច្រឡំមករកឯងហើយស្រីនាងឯងខ្លាចអត់មកឈរក្បែរបូរីនេះបូរីការពារឲ្យស្រីនាងចង់សើចខ្ញុំខ្លាចបន្តិចប៉ុន្តែផ្សារនេះក្លិនស្អុយណាស់វណ្ណៈឯងដំឡើងកាមេរ៉ាឲ្យឬណីយើងថតវីដេអូនៅតូបកណ្ដាលមុនវណ្ណៈហើយឯងខ្ញុំដាក់កាមេរ៉ានៅតូបដែលគេថានាងស្លាប់សុធាចាប់ផ្ដើមថតចុះពួកគេដើរថតវីដេអូនិយាយលេងនិងស្រែកហៅលេងសើចនៅពេលយប់ជ្រៅពួកគេអង្គុយជុំគ្នានៅតូបកណ្ដាលញ៉ាំអាហារស្រាប់តែមានសំឡេងស្ត្រីខ្សឹបទីចម្ងាយមុខខ្ញុំឈឺជួយខ្ញុំស្រីនាងស្ដាប់សំឡេងស្ត្រីខ្សឹបមីណានេះជាសំឡេងដែលឯងនិយាយនឹងហើយមីណាស្ងាត់កុំនិយាយអីកុំសម្លឹងជុំវិញបូរីឯងបិទភ្លើងពេលចុះប្រហែលជាខ្យល់បូរីមិនមែនខ្យល់ទេសំឡេងនេះដោយស្ត្រីឈឺពិតសុធាយើងថតសំឡេងនេះវីដេអូនឹងគួរឲ្យខ្លាចណាស់សុធាច្បាស់វណ្ណៈឯងបើកកាមេរ៉ាសំឡេងកាន់តែជិតហើយសំឡេងខ្សឹបកាន់តែខ្លាំងមុខខ្ទស់ឯងនឹងមានមុខខ្ទស់ដូចខ្ញុំសុធាស្រីនាងវាហៅឈ្មោះសុធាវាហៅឯងមីណាយើងចាញ់ទៅចុះប៉ុន្តែបូរីសើចលេងសុធាមកបង្ហាញមុខឲ្យយើងមើលណាភ្លាមនោះសំឡេងខ្សឹបឈប់ហើយមានសំឡេងតបថាឯងចង់ឃើញមុខខ្ញុំមកមើលចុះបូរីភ័យខ្លាំងអរ៉ៃវាឆ្លើយតបសុធាឃីងសុំទោសឃីងមិនគួរហៅឈ្មោះវាទេស្រាប់តែនៅតូបក្បែរមានស្រមោលស្ត្រីម្នាក់លេចចេញមុខខ្ទុះខ្លាំងសាច់ហូរភ្នែកក្រហមនិងដៃវែងកោជញ្ជាំងនាងដើរមកជិតដោយខ្សឹបមុខស្អាតខ្ញុំចង់បានមុខឯងមីណារត់វាមករកបូរីស្រីនាងកាន់ដៃខ្ញុំយើងរត់ទៅច្រកចេញស្រីនាងស្រែកជួយមានស្នាមកោសនៅមុខខ្ញុំឈឺណាស់វាកោសខ្ញុំសុធីស្រីនាងវណ្ណៈជួយខ្ញុំចាប់នាងបូរីរត់មកវណ្ណៈកាមេរ៉ាថតបាននាងពេញរៀងមុខនាងខ្ទក់ខ្លាំងយើងជួបហើយខ្មោចសុធាលេចចេញពេញរៀងមុខគួរឲ្យស្ញែងសើចមុខខ្ញុំខ្ទស់ឥឡូវមុខឯងក៏ខ្ទស់ដែរបូរីឈឺមុខខ្ញុំឈឺដូចជាមានកាំបិតកាត់ជួយខ្ញុំមីណាយើងត្រូវសូត្រធั่วមកជុំគ្នានិយាយថាសូមអត់ទោសទៅកើតនៅសុគតិភពពួកគេសូត្រធั่วខ្លាំងស្នាមកោសនៅមុខស្រីនាងនិងបូរីឈឺតិចបន្តិចហ
ហើយពួកគេរត់ចេញពីផ្សារដល់ឡាននៅក្នុងឡានពួកគេនៅតែឃើញស្រមោលនាងនៅកញ្ចក់សោយមុខថ្មីស្អាតណាស់សុធានាងនៅតាមមីណាសូត្របន្តពួកគេសូត្រធម៌រហូតដល់វត្តនិងព្រះសង្ឃជួយធ្វើពិធីបណ្ដេញខ្មោចបាត់ទឺបន្តាស្នាមកោសនៅមុខស្រីនាងនិងបូរីនៅតែមានសភាពស្លេកស្លាំងពី3ខែក្រោយបូរីនៅតែលឺសំឡេងខ្សឹបនៅពេលយប់មុខឯងស្អាតណាស់ខ្ញុំចង់បានបើអ្នកទៅផ្សារចាស់នៅពេលយប់កុំសម្លឹងមុខនរណាព្រោះនាងអាចនឹងចង់បានមុខអ្នកជារៀងរហូត